ថ្ងៃនេះដូរពី$500មក5ម៉ោងវិញបាទថ្ងៃនេះថ្ងៃសៅរ៍ខណៈនេះម៉ោង1:44នាទីរសៀលកំពុងតែទៅយកភ្ញៀវមួយទៅពលានហោះខ្ទង់ពីផ្ទះខ្ញុំទៅកន្លែងគាត់នឹងអត់សូវជាឆ្ងាយប៉ុន្មានទេហើយទៅពលានហោះប្រើរយៈពេលខ្ទង់ជា40នាទីហើយលុយគិតទឹកមុនហ្នឹងគឺបាន$27ប៉ុន្តែឃើញវាលោតមកមិញដូរដាក់មក29ចាំមើលចុងក្រោយរបស់បានមិននឹងចាំតែពេលផ្ទាល់ជាងដាក់គាត់ចុះអានឹងមិនដឹងពិតកាលពីសប្តាហ៍មុនឈប់សម្រាប់ចុងសប្តាហ៍2ថ្ងៃបើកឡានជាង20ម៉ោងធ្វើបាបខ្លួនឯងចង់ពិការអញ្ចឹងសប្តាហ៍នេះបដូរពី20ជាងម៉ោងមកត្រឹមតែយ៉ាងច្រើនបំផុត12ម៉ោងបានហើយមួយថ្ងៃ6ម៉ោងហើយក្នុង6ម៉ោងហ្នឹងយើងអាចរកយ៉ាងតិចបាន180អាហ្នឹងបើសិនយើងរត់ពេញម៉ោងទាំងអស់ហ្មងមានភ្ញៀវជាប់រហូតអាចបាន180យើងចាក់សាំងចាក់អីហើយអាចសល់ត្រឹម150 160អីហ្នឹងបាទមិញដាក់ភ្ញៀវចុះហើយនៅកន្លែងគេដាក់ចុះ Terminal C បាន$31ឥឡូវបានភ្ញៀវមួយទៀតបន្តពីនឹងតែម្ដងទៅ Providence Rhode Island ទៀតហើយមិញដាក់ឃើញវាលោតមក$46ទៅឆ្ងាយទៀតហើយនៅនេះមកដល់កន្លែងមកយកភ្ញៀវហើយឥឡូវចាំភ្ញៀវទីសិនគាត់ទៅរៀងឆ្ងាយដែរចាំមើលក៏រកយើងឃើញពួកពេលមកយកភ្ញៀវនៅកន្លែងគេតម្រូវឲ្យមកយកហ្នឹងគឺគេមានកឡោនគេឲ្យយក You see the... Yes, just walk. Oh, you are very off. Okay, give me 1 second. Yep, just walk to the 14 number 14 so you will see me. និយាយមួយភ្ញៀវរកអត់ឃើញឥឡូវគាត់ដើរមកហើយគាត់ព្រោះពីកន្លែងចំណតចតវាមានលេខមកគេធ្វើត្រូវណាឥឡូវចាំមើលសិនបាទមិញដាក់គាត់ចុះរួចហើយជិះប្រហែលជា1ម៉ោង10នាទីគាត់មកពីខាងប្រទេសកូរ៉េហើយមកដល់គាត់រស់នៅ Providence នេះប្រហែលជា15ឆ្នាំហើយនិយាយមកគាត់លេងនៅតាមផ្លូវឥឡូវទៅយកភ្ញៀវមួយទៀតហើយម៉ោង7:04ហើយ3:57នាទីមកដល់ Providence នេះប្រហែលបើកនៅរដ្ឋនឹង1ម៉ោង2មុននឹងទៅវិញបាទឡើយនេះម៉ោង4:41នាទីហើយនៅ Providence នៅ Rhode Island លុយបាន$130ហើយនៅបន្តបើកនៅនេះតែជា1ម៉ោងអីទៀតចាំដាក់ GPS ទៅផ្ទះវិញមើលទៅដូចមានមនុស្សច្រើនដែរបាទឥឡូវនេះចូលដល់ពេលល្ងាចហើយម៉ោង6:40នាទីចិត្តទៅដល់ផ្ទះវិញហើយនៅពីនេះទៅប្រហែលជា1ម៉ោងទេហើយមកដល់ម៉ោងនេះយើងបានលុយ$200ហើយ$197ហើយឥឡូវនេះម៉ោង8:47ចិត្តដល់ផ្ទះមែនតើនៅBurlington Mall បើមានអ្នកស្គាល់តែ20នាទីទៀតដល់ផ្ទះហើយក៏ចិត្តចូលផ្ទះវិញដែរថ្ងៃនេះថារត់តែ5ម៉ោងទេប៉ុន្តែជាប់ភ្ញៀវមកតាមផ្លូវរហូតអញ្ចឹងរឿងយូរបាទឥឡូវនេះដល់ផ្ទះមែនតើហើយម៉ោង9:30នាទីមកដល់កន្លែងចាក់សាំងហើយចាក់សាំងមួយមិញហ្នឹងផ្លូវមកផ្ទះមានភ្ញៀវមកគៀនផ្ទះដែរបាន$15រួចចាក់សាំងបន្ថែម$35 Palm number 5 $35ចឹងថ្ងៃនេះបាន$280ហើយឥឡូវចាក់សាំង$35ចឹងយើងនៅសល់បាន$245ដែរសាំងនៅនេះ$4.20ថោកហ្នឹងអ្នកដែលស្គាល់នៅជិត Lowell City Hall City Hall ចឹងហ្នឹងនៅ City Hall នៅក្នុងនោះថ្ងៃនេះរត់
គិតជាម៉ាយ220ម៉ាយតិចតួចបើគិតជាគីឡូ300ខ្ទង់ជា350គីឡូហើយយើងចាប់ផ្ដើមតាំងពីម៉ោង7:02ហើយមកដល់ឥឡូវម៉ោង9:30នាទីរដ្ឋារត់តែ5ម៉ោងទេឥឡូវឡើងធ្លាយដល់7ម៉ោងជាងហ្នឹងហើយដូច7ម៉ោងតិចតួចហើយអញ្ចឹងសម្រាប់ថ្ងៃសៅរ៍នេះ7ម៉ោងជាងហើយស្អែកប្រហែលជាអត់ដល់ថ្នាក់ហ្នឹងទេចង់ធ្វើតែ4ទៅ5ម៉ោងទេមើលទៅប៉ុន្តែដោយសារតែភ្ញៀវជាប់មករហូតបានយើងមកផ្ទះអត់បានបើកច្រើនបានលុយច្រើនដែរប៉ុន្តែពេលខ្លះថត់នឿយដែរអញ្ចឹងក្រោយពីចាក់សាំងហើយគឺទៅផ្ទះហើយចប់ត្រឹមហ្នឹងអរគុណ